ជំរាបសួរបងប្អូនថ្ងៃមុនខ្ញុំផុសវីដេអូពីការផាកពិន័យនៅប្រទេសកូរ៉េពេលយើងល្មើសច្បាប់ចរាចរណ៍ហើយបងប្អូនជាច្រើនសួរថា app ដែលយើងអាចឆែកប្រវត្តិពេលយើងល្មើសភ្លើង stop ឬក៏ចតខុសអីហ្នឹងយើងឆែកនៅណាអញ្ចឹងបងប្អូនគ្រាន់តែ download app ដែលមានឈ្មោះថាខ្យងឆាលឆង់ខ្ជូធុងមានវ៉ាន់24ពេលបងប្អូន down ហើយរបៀបលោកចូលគឺយើងមានតាម app ដូចតែបង្ហាញហ្នឹងមាន Kakao Talk ឬក៏ banking អញ្ចឹងណាអញ្ចឹងភាគច្រើនបងប្អូនមាន Kakao Talk ដែលមាន engine សស្រាប់អញ្ចឹងយើងបំពេញព័ត៌មានយើងដែលដំឡើង engine សឬក៏ online certificate ហ្នឹងពេលបងប្អូនបញ្ជាក់លេខ ID card លេខទូរស័ព្ទបន្ទាប់មកបងប្អូន verify បញ្ជាក់តាមរយៈ Kakao Talk តាមរយៈ scan មកឬក៏ដាក់លេខកូដ6ខ្ទង់អញ្ចឹងណាតែអ្នកដែលអត់មាន Kakao Talk engine សគឺចូលអត់បានទេត្រូវដំឡើងសិនអញ្ចឹងណាបាទដល់ពេលយើងដំឡើងហើយគឺយើងចូលបានហើយពេលបងប្អូនចូលទៅក្នុង app ហ្នឹងគឺវាមានមុខងារឲ្យយើងឆែកប្រវត្តិតែម្ដងប្រវត្តិទី1គឺប្រវត្តិថ្មីពាក់ព័ន្ធជាមួយនឹងការបើកលើសល្បឿនខុសភ្លើង stop ចតខុសអញ្ចឹងណាអញ្ចឹងបងប្អូនអាចចូលមើលទៅឃើញហើយករណីបងប្អូនដែលមិនបានខុសផ្លាកសញ្ញាលើសល្បឿនអីទេគឺអត់មានអីនៅក្នុងប្រវត្តិហ្នឹងទេតែបើសិនជាបងប្អូនបានជិះខុសក្រោយគេពិន័យគឺបងប្អូនឃើញព័ត៌មានលម្អិតនៅក្នុងនឹងព័ត៌មានថ្ងៃខែលេខកុងនិងប្រភេទដែលយើងបានល្មើសហើយបងប្អូនវេលុយទៅកុងគេទៅគឺជាការស្រេចហើយបាទអរគុណបងប្អូនហើយកុំភ្លេចជួយ share និង like page ម្នាក់មួយផងដើម្បីទទួលបានព័ត៌មានថ្មីៗ